ចូលមានស្មារតីក្នុងការស្វែងរកប្រាក់និងក្នុងការចាយវាយប្រាក់ព្រោះថាប្រាក់មិនមែនជារបស់សំខាន់ជាទីបំផុតនៃជីវិតនោះទេអ្វីដែលសំខាន់ជាទីបំផុតក្នុងជីវិតនោះគឺសេចក្តីសុខស្ងប់ទេតាព្រោះដើម្បីប្រមូលប្រាក់អ្នកខ្លះត្រូវបាត់បង់កិត្តិយសអ្នកខ្លះទៀតត្រូវបាត់បង់ឋានៈបាត់បង់បុគ្គលជាទីស្រឡាញ់បាត់បង់សេរីភាពបាត់បង់គុណធម៌ឡើយអ្នកខ្លះនោះមានប្រាក់ច្រើនណាស់ប៉ុន្តែទីបំផុតនៅតែរកសេចក្តីសុខមិនបានផ្ទុយមកវិញអ្នកខ្លះរកសុខបានងាយទាំងដែលមិនសម្បូរប្រាក់ប៉ុន្មាននោះឡើយនៅក្នុងនេកវៈវគ្គទី23នៃព្រះគាថាធម្មបទព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាការបើសេចក្តីត្រូវការកើតឡើងហើយសម្លាញ់ទាំងឡាយនាំសេចក្តីសុខមកឲ្យសេចក្តីត្រេកអរដោយបច្ច័យតាមមានតាមបានជាហេតុនាំសេចក្តីសុខមកឲ្យបុណ្យនាំសេចក្តីសុខមកឲ្យនៅពេលអស់ជីវិតទៅការលះបង់ទុក្ខទាំងពួងបានជាហេតុនាំសេចក្តីសុខមកឲ្យសេចក្តីប្រតិបត្តិល្អក្នុងមេត្តានាំសេចក្តីសុខមកឲ្យក្នុងលោកម្យ៉ាងទៀតសេចក្តីប្រតិបត្តិល្អក្នុងបិតានាំសេចក្តីសុខមកឲ្យសេចក្តីប្រតិបត្តិល្អក្នុងសាមណៈបុគ្គលស្ងប់រងាប់នាំសេចក្តីសុខមកឲ្យក្នុងលោកម្យ៉ាងទៀតសេចក្តីប្រតិបត្តិល្អក្នុងព្រានបុគ្គលមិនសាត់បង់ចោលនៅបាបនាំសេចក្តីសុខមកឲ្យសិលនាំសេចក្តីសុខមកឲ្យដរាបដល់ចាស់សទ្ធាដែលបុគ្គលតម្កល់សុខហើយនាំសេចក្តីសុខមកឲ្យការបានប្រាជ្ញានាំសេចក្តីសុខមកឲ្យការមិនធ្វើបាបទាំងឡាយនាំសេចក្តីសុខមកឲ្យ